បាទគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សនិស្សិតអរគ្នាតែថ្ងៃនេះជួបគ្នាជាថ្មីម្ដងទៀតគឺបដូរវិធានបទខ្លះតែទីទូទៅខ្ញុំតែងតែដោះស្រាយនៅលំហាត់ឬក៏ដូចជាសំណួរត្រៀមប្រឡងបាក់ឌុបថ្ងៃនេះក៏តាក់ទងនឹងការប្រឡងបាក់ឌុបដែរប៉ុន្តែនិយាយតាក់ទងទៅនឹងការត្រៀមខ្លួនប្រឡងបាក់ឌុបដោយការប្រឡងបាក់ឌុបចិត្តមកដល់ហើយតែខ្ញុំនិយាយតាក់ទងទៅនឹងការត្រៀមខ្លួនប្រឡងមួយខែពីរខែ3ខែតាក់ទងនឹងការត្រៀមខ្លួនដើម្បីទទួលបានទៅល្អហ្នឹងហើយអញ្ចឹងនៅក្នុងខ្លួនបន្តិចខ្ញុំជាសិស្សនិតិ A នៅក្នុងឆ្នាំ2024ហើយលំដាប់បន្ទាប់នោះគឺ99.200ជាហ្នឹងហើយខ្ញុំមកពីកាត់ព្រីវេអញ្ចឹងតើតើទៅនឹងការត្រៀមខ្លួនប្រធានបទក្នុងថ្ងៃនេះគឺខ្ញុំលើកឡើងតើតើទៅនឹងពីរចំណុចធំទី1គឺតើតើទៅនឹងការត្រៀមខ្លួនប្រមាណរបៀបអីចឹងទៅប្រមាណជំហានអីចឹងទៅហើយនឹង apply ទៅលើសិស្សកម្រិតសិស្សខ្លាំងខ្សោយឬក៏មធ្យមអីចឹងទៅហ្នឹងហើយអញ្ចឹងតើតើទៅនឹងការត្រៀមខ្លួនយើងដឹងហើយថាមកដល់ពេលនេះត្រៀមចិត្តប្រឡងចេះក៏ជាមានការងារច្រើនទៅធ្វើតែសារមេរៀនក្នុងសភៅពុំគឺឆាត់ចប់អស់ហើយឬក៏ចប់អស់ហើយអញ្ចឹងនៅក្នុងសាលារៀនគួរសាលារដ្ឋគឺតើតើទៅនឹងការបុកធ្វើវិញ្ញាសាខ្លះហ្នឹងអញ្ចឹងតើតើទៅនឹងការត្រៀមខ្លួនគឺខ្ញុំមានចំណុចទូទៅមួយចំនួនទី1នោះគឺតើតើទៅនឹងការស្គាល់ពីដែនកំណត់របស់វិញ្ញាសាអញ្ចឹងទី1គឺកំណត់អំពីដែនកំណត់របស់វិញ្ញាសារបស់យើងគឺចេញមិនធ្ងន់ទេប៉ុន្តែវារៀងច្រើនមុខបន្តិច7មុខវាមិនច្រើនខ្លាំងទេ7មុខហើយវិញ្ញាសាចេញល្មមពេលមកដល់កម្រិតសិស្សបកាទេអញ្ចឹងយើងមើលទៅលើវិញ្ញាសាចាស់ទៅវិញ្ញាសាពី2014 2024 25ហ្នឹងយើងមើលទៅមើលវាមានកម្រិតណាវាតែតែមានកលឹកតិចតួចថ្មីតិចតួចទេវាមិនខ្លាំងជ្រុលទេហ្នឹងហើយតែទី1គឺកំណត់កម្រិតវិញ្ញាសាបានច្បាស់ដោយសារយើងប្រឡងបាក់ឌុបយើងប្រកាសជាមើលនៅវិញ្ញាសាបាក់ឌុបហើយទី2គឺតកតងទៅនឹងការអនុវត្តធ្វើវិញ្ញាសាជាប្រចាំតែនៅក្នុងការអនុវត្តធ្វើវិញ្ញាសាជាប្រចាំនេះជាជំហានទី2ដែលយើងត្រូវធ្វើដោយសារតែរឿងនេះគឺជាសំខាន់ដោយសារតែយើងមានពេលច្រើនហើយទី12មិនមានពេលច្រើនប៉ុន្តែយើងមានពេលក្នុងការអនុវត្តលំហាត់អញ្ចឹងយើងគួរតែអនុវត្តលំហាត់ជារាល់ថ្ងៃលំហាត់ហ្នឹងគឺសំដៅទៅលើវិញ្ញាសាវាសំខាន់ដោយសារតែជាក់ស្ដែងនៅពេលដែលខ្ញុំប្រឡងគឺចំនួនខ្ញុំតែម្ដងគឺគាត់ខ្លាំងច្រើនប៉ុន្តែគាត់ផ្លាត់ដោយសារតែគាត់បានអនុវត្តនៅវិញ្ញាសាបានច្រើនគាត់ខ្លាំងប៉ុន្តែក៏បានវិញ្ញាសាបានច្បាស់លាស់អញ្ចឹងទៅអញ្ចឹងមានអ្នកខ្លាំងច្រើនជាក់ស្ដែងចំនួនខ្ញុំតែម្ដងគឺតាក់ទងសិស្សបកាយតែម្ដងសិស្សបកាយប៉ុន្តែគាត់អាចផ្លាត់ដោយសារតែអនុវត្តរៀងតិចហ្នឹងទី1គឺអនុវត្តវិញ្ញាសាជារាល់ថ្ងៃទៅមិនចាំតន់កំណត់ពេលវេលាទេបើសិនជាយើងកំពុងចាប់ដើមបើសិនយើងមានពេលទី2ទៀតនោះគឺតាក់ទងទៅនឹងការធ្វើ note ទៅលើមេរៀនធ្វើ note ទៅលើរូបមន្តធ្វើ note ទៅលើសំណួរផ្សេងអានេះគឺសំខាន់កាន់តែសំខាន់ទៀតហើយតែបន្ទាប់ពីយើងអនុវត្តវិញ្ញាសាហើយនៅក្នុងវិញ្ញាសានីមួយៗវាមិនអាចមានពេញទាំងអស់ទេវាប្រកបជាមាននៅកន្លែងចន្លោះដោយសារតែមួយវិញ្ញាសាមិនអាចលើកមកគ្រប់មេរៀនក្នុងសភៅបានទេឬក៏គ្រប់មេរៀនដែលចេញឬក៏គ្របដណ្ដប់ទាំងឆ្នាំទាំងមូលបានទេវាប្រកបជាដកយកនៅផ្នែកណាមួយមកហើយអញ្ចឹងមួយថ្ងៃយើងមិនអាចអនុវត្តវិញ្ញាសាបានគ្រប់3 4 5វិញ្ញាសាមកមុខទៅយ៉ាងច្រើនកន្លះវិញ្ញាសាឬក៏មួយវិញ្ញាសាហ្នឹងឯងយើងត្រូវធ្វើ note ដើម្បីរំលឹកឡើងវិញបន្ទាប់ពីយើងធ្វើវិញ្ញាសាហើយយើងត្រូវមាន note ទៅលើរូបមន្ត note ទៅលើមេរៀន note ទៅលើសំណួរដើម្បីយកមកមើលហ្នឹងហើយអាហ្នឹងគឺជាសំខាន់មួយទៀតអូខេអាហ្នឹងយើងមើលគោលហើយយើងបរិយាចំណុចខ្លួនឯងតែតើនៅការធ្វើ note ហ្នឹងព្រោះយើងចេញរូបមន្តមកឧទាហរណ៍ថា resistance នៅក្នុងនេះបង្គំជាសេរីនៃអង្គដូចតង់ឬក៏បង្គំជាសេរីនៃអង្គដូចតង់ resistance អីចឹងទៅCQL ចឹងយើងក៏ដាក់រូបមន្តមកយើងយល់ពីដើមហេតុរបស់វាមកទាំងអស់អញ្ចឹងអាហ្នឹងគឺធ្វើ note ហ្នឹងវាសំខាន់ក៏យើងឃើញរូបមន្តទូចមួយទេប៉ុន្តែនៅខាងក្រោយ background ខាងក្រោយរបស់វាហ្នឹងវាជាអ្វីយើងអាចដឹងអានេះតើតើការធ្វើ note ក៏សំខាន់ដែរទី2ចឹងចូលដល់ទី3តើតើទៅនឹងការតេស្តទៅលើសមត្ថភាពវិញ្ញាសារបស់យើងហ្នឹងបូកផ្សំជាមួយនឹង speed តើតើទៅនឹងល្បឿនរបស់យើងអញ្ចឹងទោះបីជាប្រឡងបាក់ឌុបយើងមានសមត្ថភាពគ្រប់មុខយើងខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែអត់គ្រប់ពេលវេលាគឺស្ពៃហើយអញ្ចឹងមួយទៀតនោះគឺតើតើទៅនឹងការអនុវត្តទៅលើ speed របស់យើងធៀបទៅនឹងវិញ្ញាសាបាក់ឌុបឬក៏លើនឹងបន្តិចទៅយើងមិនអត់ខ្ញុំក៏ថាអ្នកទាំងអស់នេះមិនអាចអត់វិញ្ញាសាធ្វើទេអាចទៅនឹង online ឬក៏រៀនគួរអញ្ចឹងទៅអញ្ចឹងយើងតេស្តល្បឿនរបស់យើងអញ្ចឹងតេស្តល្បឿនរបស់យើងនេះគឺយើងតេស្តឲ្យសល់រៀងច្រើនបន្តិចទៅទូទៅថា1ម៉ោងខ្លះយើងធ្វើតែ1ម៉ោងឬក៏1ម៉ោង10នាទីបានហើយអាហ្នឹងគឺធ្វើឲ្យចប់ឬក៏ធ្វើមុនហ្នឹងក៏បានដែរប៉ុន្តែលៃលោកយ៉ាងណាឲ្យអសរជាមួយនឹងវិញ្ញាសាហ្នឹងគឺធ្វើទៅទាំងព្រមបើសិនជាអត់អាចទេយើងគ្រាន់តែធ្វើទៅអសរមិនសូវស្អាតក៏
ក៏មិនសូវជាបញ្ហាចោលដែរអញ្ចឹងគឺយើងតែលើបឿនរបស់យើងតែទៅនឹងការធ្វើវិញ្ញាសាចឹងសល់ឲ្យរឿងច្រើនទៅព្រោះអីនៅពេលយើងប្រឡងមែនតើគឺ plot ហ្នឹងហើយមិនតិច plot ទេអញ្ចឹងចំនួនខ្ញុំគឺមានអ្នក plot គឺ plot តទៅនឹងអនុគម plot ទៅលើកោនិចជាពិសេសគឺកោនិចតទៅនឹងភាពផតអាថុំបើវាអាថុំជាអាថុំជប់អាថុំអតតឹងហ្នឹងអាឆៅអាដេកហ្នឹងគឺច្រឡំគ្នាហ្នឹងហើយធ្វើត្រូវឲ្យប៉ុន្តែអាចគូររូបខុសដោយសារតែច្រឡំអញ្ចឹងទៅអញ្ចឹងគឺយើងកំណត់ល្បឿនរបស់យើងយ៉ាងណាឲ្យវាសល់ពេលច្រើនគួរសមដើម្បីប្រកាសថាយើងខុសយើងអាចកែបានហ្នឹងហើយអញ្ចឹងតទៅលើទី3គឺតទៅនឹងល្បឿនអញ្ចឹងបន្តប្រធានគឺតទៅនឹងចុងក្រោយគឺទី4គឺសុខភាពសំខាន់សុខភាពនេះជាទូទៅគឺសិស្សជួបច្រើនដោយសារតែយើងដឹងជាដល់បបផ្សោខ្ញុំបន្តគឺទៅពេលដែលទៅប្រឡងខ្ញុំឃើញថាអ្នកដែលនៅផ្ទះក្បែរគ្នាយើងជួផ្ទះដោយសារខ្ញុំមកពីជនបទអញ្ចឹងឡើងមកខេត្តដល់ពេលអញ្ចឹងទៅវាជួផ្ទះនៅហើយនៅពេលប្រឡងឃើញថាសិស្សខំប្រឹងខ្លាំងណាស់អញ្ចឹងគឺយកឡើងរៀនរហូតដល់ពេលចិត្តពេលប្រឡងព្រឹកឡើងម៉ោង 4 ម៉ោង 5 ហ្នឹងគឺពេញទំហឹងហើយគឺរំលឹកពេលរៀនជុំគ្នានឹងតែគេថាអារម្មណ៍មួយដែលប្លែកហើយសប្បាយអញ្ចឹងគឺយើងអាចនឹងប្រឈមទៅនឹងបញ្ហាសុខភាពហ្នឹងគឺអាចតទៅនឹងអាចតទៅកាពះតទៅនឹងរាអីចឹងទៅឬក៏ផ្ដាសាយអីចឹងទៅអស់កម្លាំងហិនហើយអញ្ចឹងគឺពិតជាបញ្ហាធំមែនតើនៅតែបើសិនជាយើងជួបទៅបញ្ហាទាំងអស់ហ្នឹងហើយគឺដៃយើងទៅសេលេងកើតហើយគឺញ័រហើយបើទៅទប់ទឹកទៀតគឺចប់តែម្ដងអញ្ចឹងគឺថែរក្សាសុខភាពយើងបើកាន់ខ្ញុំប្រឡងគឺខ្ញុំចូលសម្រាប់ម៉ោង 9 ឬក៏ម៉ោង 10 ទេអត់ហ៊ានយូរទេហ្នឹងហើយអញ្ចឹងគឺសុខភាពគឺសំខាន់មែនទេអញ្ចឹងគឺមាន 4 ចំណុចហ្នឹងតទៅនឹងការត្រៀមខ្លួនប្រឡងបែបទូទៅប៉ុន្តែខ្ញុំនឹងនិយាយបែចចែកតទៅនឹងប្រភេទនៃសិស្សទៀតដោយសារប្រភេទនៃសិស្សរបស់យើងមានអីគេខ្ញុំបែចចែកជាអ្នកខ្លាំងអ្នកខ្សោយនិងអ្នកមធ្យមហ្នឹងហើយអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយខ្ញុំនិយាយតទៅកលឹះ 4 ធំហ្នឹងហើយបើសិនជា apply ទៅលើសិស្សម្នាក់ៗចាំឱកាសនៅវីដេអូក្រោយជំរាបលា